បាទសូមជម្រាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីការងារមួយពាក់ព័ន្ធនឹងយើងស្វែងរកពាក្យនៅក្នុងឯកសារច្បាប់នៅក្នុងwebsite របស់ក្រសួងយុតិធម៌ជាដំបូងយើងចូលក្នុង website ក្រសួងយុតិធម៌ដែលមានអាស័យដ្ឋាន moj.go.kh ហើយយើងចុចកន្លែងពាក្យស្វែងរកពាក្យកន្លឹះនិងច្បាប់ក្នុងបទបញ្ញត្តិអញ្ចឹងកន្លែងនេះយើងចេញមក search ហើយពេលយើងចុចទៅវាចេញមករបៀបអញ្ចេះអញ្ចឹងបើសិនយើងចង់មកក្នុងច្បាប់យើងចុចក្នុងច្បាប់ឥឡូវដូចជាខ្ញុំវាយពាក្យថាព្រមមិនទាន់នេះគឺ load មកហើយក្នុងមេត្រាណានៃច្បាប់អីអញ្ចឹងពាក្យព្រមមិនទាន់មានក្នុងក្រមព្រមមិនទាន់ហើយមួយទៀតវាអាចមាននៅក្នុងច្បាប់ផ្សេងនៅពេលដែលយើងកំពុងតែ update រឿងនេះនៅក្នុងក្រមទេពធីព្រមមិនទាន់ហើយកន្លែងនេះគឺ select ថាឥឡូវយើងយកតែច្បាប់ហើយយើង tick លើច្បាប់មកអញ្ចឹងយើងយកស្ថាប័នណាយកតែក្រសួងយុតិធម៌យើង tick លើស្ថាប័នក្រសួងយុតិធម៌មកព្រោះតិចទៀតទៅឯកសារនៅពេល update ចូលកាន់តែច្រើនទៅគឺយើងត្រូវការ tick ទៅលើផ្នែកមួយហើយខ្ញុំសូមជម្រាបផងដែរនៅកន្លែងនេះគឺយើងនឹងដាក់មាន download ស្រាប់តែម្ដងអញ្ចឹងខ្ញុំទាញស្រកក្រមព្រមមិនទាន់ណាគឺយើងមាន file សម្រាប់ទាញឲ្យជា file Word ជា file PDF នៅកន្លែងនេះស្រាប់មួយទៀតសម្រាប់ឯកសារនេះបើសិនជាបងប្អូនប្រើប្រាស់នៅក្នុង Microsoft Edge គឺអាចអានបានបាទ Microsoft Edge គឺ logo អញ្ចេះអញ្ចឹងខ្ញុំនឹងដាក់ឲ្យអានជូនអញ្ចឹងខ្ញុំចង់ឲ្យអាននៅកន្លែងនេះនៅកន្លែងនេះចុះឈ្មោះកន្លែងនេះចុះអញ្ចឹងខ្ញុំ select មកហើយខ្ញុំយកពាក្យថា more tool read louder ដំណើរការរៀបចំតាក់តែងនិងអនុម័តក្រមព្រំទុនក៏តំណាងរាជរដ្ឋាភិបាលចូលរួមការពារសេចក្តីព្រាងក្រមព្រំទុននៅរដ្ឋសភានិងព្រឹទ្ធសភាអានេះដោយសារយើង search ទៅមាន comma កន្លែងហ្នឹងឯកឧត្តមអង្គវង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ព2ឯកឧត្តមហ៊ីសោភារដ្ឋលេខាធិការក្រសួងយុទ្ធភ័ពបាទអញ្ចឹងតែប៉ុណ្្នឹងទេសម្រាប់ការឯកឧត្តមសំសុខផលមានបញ្ហាផ្សេងរដ្ឋលេខាធិការក្រសួងយុទ្ធភ័ពឬមួយក៏តំណាងខ្ញុំបាទឯកឧត្តមប៊ុនហ៊ុនមានលេខអនុរដ្ឋលេខាធិការក្រសួងយុទ្ធភ័ពសូមអរគុណ5